តើអ្នកធ្លាប់គិតទេថាការខ្លាចទៅជាអ្នកម្នាងរបស់អធិរាជគឺជាជីវិតមួយដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បានដោយសារតែមានសម្លៀកបំពាក់ស្អាតបាតការរស់នៅក្នុងរាជវាំងដ៏ធំស្កឹមស្កៃមានរបស់របរប្រើប្រាស់គ្រប់យ៉ាងមានអ្នកបម្រើឆ្វេងស្ដាំដែលធ្វើឲ្យមនុស្សគ្រប់គ្នានឹងសុបិនចង់បានប៉ុន្តែការពិតគឺផ្ទុយស្រឡះស្ត្រីរាប់ពាន់នាក់ដែលបានចូលទៅក្នុងរាជវាំងចិនហ្នឹងភាគច្រើនមិនដែលបានចាក់ចែងមករស់នៅខាងក្រៅជាមួយនឹងគ្រួសារវិញឡើយអ្នកខ្លះរស់នៅទីនោះរហូតដល់ស្លាប់ដោយមិនដែលបានឃើញមុខឪពុកម្ដាយលើកចុងក្រោយម្ដងណាឡើយតើហេតុអ្វីហើយតើមានរឿងរ៉ាវអីលាក់បាំងនៅពីក្រោយនោះបានជាធ្វើឲ្យពួកគេនឹងអាចចាញ់មកក្រៅបានថ្ងៃនេះយើងនឹងមកស្វែងយល់ពីរឿងនេះទាំងអស់គ្នាក្នុងបរមរាជវាំងចិនណាជាកន្លែងដែលអធិរាជរស់នៅហើយវាក៏មិនមែនគ្រាន់តែជាកន្លែងរស់នៅធម្មតានោះទេវាថែមទាំងជាកន្លែងមួយដែលពោពេញទៅដោយការប្រកួតប្រជែងអំណាចនយោបាយសាសនាហើយនិងជីវិតគ្រួសាររបស់អធិរាជទាំងមូលនឹងផងដែរនៅក្នុងរាជវាំងគឺមានមនុស្សស្រីរាប់ពាន់នាក់ក្នុងនោះមានដូចជាអ្នកម្នាងស្រីស្នំមហេសីអ្នកបម្រើមន្ត្រីអាមាត្យអីជាដើមហើយហេតុអ្វីបានជាស្ត្រីជាច្រើនចង់ចូលក្នុងរាជវាំងសម្រាប់គ្រួសារខ្លះវាគឺជាឱកាសនៅក្នុងការលើកតម្កើងឋានៈរបស់គ្រួសារខ្លួនតែសម្រាប់អ្នកខ្លះទៀតយល់ថានឹងវាគឺជាកាតព្វកិច្ចដែលពួកគេអាចបដិសេធបានដោយសារតែការជ្រើសរើសអ្នកម្នាងចូលរាជវាំងហ្នឹងមិនមែនជារឿងធម្មតានោះទេគឺគេមានប្រព័ន្ធរបស់គេក្នុងការធ្វើដែលគ្រួសាររបស់មន្ត្រីនៅតាមខេត្តហ្នឹងគឺត្រូវតែបញ្ជូននារីវ័យក្មេងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានសម្រស់ស្រស់ស្អាតមានសុខភាពល្អអាកប្បកិរិយាសមរម្យដើម្បីចូលទៅបម្រើនៅក្នុងរាជវាំងធ្វើជាអ្នកបម្រើឬក៏ធ្វើជាស្រីស្នំហើយគ្រួសារអភិជនជាច្រើនតែងតែបញ្ជូនកូនស្រីរបស់ខ្លួននឹងចូលទៅក្នុងរាជវាំងដោយសង្ឃឹមថានឹងទទួលបានការគ្រប់គ្រងខាងនយោបាយអាចដំឡើងឋានៈដំឡើងអីបានអញ្ចឹងណាបើសិនជាកូនស្រីរបស់ខ្លួនអាចខ្លាចទៅជាអ្នកធំណាមួយអាចថាខ្លាចទៅជាស្នំឬក៏អ្នកម្នាងឬក៏មហេសីដែលអធិរាជពេញចិត្តអានឹងឋានៈគ្រួសាររបស់គេគឺឡើងតាមហ្នឹងហើយចំណែកឯគ្រួសារធម្មតាជួនកាលកូនស្រីរបស់ពួកគេត្រូវបានជ្រើសរើសដោយការបង្ខំដោយពួកគេអត់ពេញចិត្តនៅក្នុងការទៅទេប៉ុន្តែធ្វើម៉េចបើគេត្រូវតែជ្រើសរើសហើយគឺយើងត្រូវតែទៅនៅពេលដែលចូលទៅដល់រាជវាំងហើយគឺពួកគេគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យម្ដងទៀតមុនពេលដែលទទួលបានឋានៈជាផ្លូវការមួយហើយចាប់តាំងពីពេលនោះមកជីវិតរបស់ពួកគេគឺលែងជាកម្មសិទ្ធិរបស់ខ្លួនឯងទៀតហើយមើលពីខាងក្រៅទៅរាជវាំងហាក់ដូចជាកន្លែងដែលល្អបំផុតមួយមានសួនច្បារស្រស់ស្អាតមានអគារដែលមានពណ៌ស្អាតភាពប្រណិតគ្រប់ជ្រុងជ្រោយមានអ្នកបម្រើមានអីឆ្វេងស្ដាំប៉ុន្តែជីវិតពិតមិនប្រកាសថាល្អអញ្ចឹងឡើយដោយសារតែនៅនោះគឺពោពេញទៅដោយវិន័យយ៉ាងតឹងរ៉ឹងហើយរាល់ថ្ងៃពួកស្នំពួកអ្នកម្នាងត្រូវក្រោកពីព្រលឹមដើម្បីរៀបចំតុបតែងខ្លួនរៀនសូត្រមានពិធីការនិយាយទៅរៀនច្បាប់នៅក្នុងវាំងមានតន្ត្រីរៀនកំណាព្យហើយនិងសិល្បៈផ្សេងទៀតព្រមទាំងអនុវត្តតាមក្បួនច្បាប់វិន័យនេះយ៉ាងតឹងរ៉ឹងទៀតផងទាំងពីរបៀបដើររបៀបនិយាយការគោរពគ្នាទៅតាមឋានៈហើយឋានានុក្រមក្នុងចំណោមអ្នកម្នាងនឹងក៏តឹងរ៉ឹងផងដែរវាមានអ្នកម្នាងខ្ពង់ខ្ពស់ដែលមានអំណាចទៅលើអ្នកម្នាងថ្នាក់ទាបវាមានស្នំឯកអញ្ចឹងគឺដូចយើងដឹងស្រាប់ហើយនៅក្នុងរាជវង្សចិនគឺមានឋានៈច្រើនដែរប៉ុន្តែអ្វីដែលលំបាកបំផុតនោះគឺភាពឯការបស់ពួកគេគឺត្រូវរស់នៅដាច់ដោយឡែកពីពិភពខាងក្រៅគ្មានសិទ្ធិចេញចូលទៅណាដោយសេរីទេហើយក៏គ្មានឱកាសបានជួបជុំគ្រួសារនឹងទៀងទាត់ដែរសម្រាប់ស្ត្រីជាច្រើនភាពស្រស់ស្អាតនៃរាជវាំងវាគ្រាន់តែជាការបិទបាំងទៅលើភាពឯកាមួយទេដោយសារពួកគេអាចទៅណាបានផងនឹងពួកគេនៅតែក្នុងនឹងមួយកន្លែងហើយនេះគឺជាចំណុចស្នូលនៃរឿងនេះទី1គឺច្បាប់នៅក្នុងរាជវាំង
នៅពេលដែលស្ត្រីម្នាក់បានចូលទៅក្នុងរាជវាំងជាផ្លូវការហើយនាងគឺក្លាយទៅជាមនុស្សរបស់រាជវាំងមិនមែនជាមនុស្សរបស់គ្រួសារនាងទៀតនោះទេហើយការចាក់ចាញ់ពីរាជវាំងដោយគ្មានការអនុញ្ញាតពីអធិរាជត្រូវចាត់ទុកជាបទល្មើសធ្ងន់ធ្ងរទី2គឺហេតុផលទាក់ទងនឹងសុវត្ថិភាពអ្នកម្នាងឬក៏ស្រីស្នំជាច្រើននឹងបានឃើញឬក៏បានដឹងរឿងរ៉ាវជាច្រើននៅខាងក្នុងវាំងដែលតាក់ទងទៅនឹងអធិរាជគ្រួសាររាជវង្សផែនការនយោបាយសម្ងាត់អីចឹងទៅហើយការអនុញ្ញាតឲ្យពួកគេចេញទៅខាងក្រៅដោយសេរីវាអាចថាផ្ដល់ឱកាសឲ្យពួកគេនឹងនាំរឿងសម្ងាត់ពីក្នុងវាំងនោះចេញទៅក្រៅដូច្នេះហើយបានតែគេអនុញ្ញាតឲ្យពួកគេចេញឯងអានឹងដើម្បីរក្សាការសម្ងាត់របស់ក្នុងវាំងចំពោះទី3នោះគឺហេតុផលនយោបាយអ្នកម្នាងខ្លះមកពីគ្រួសារដែលមានឥទ្ធិពលទៅលើស្ថានភាពរបស់ខ្លួននៅក្នុងវាំងជាផ្នែកមួយដែលធ្វើឲ្យប៉ះពាល់ដល់តុល្យភាពអំណាចរបស់គ្រួសាររបស់នាងចឹងទៅហើយការឲ្យនាងចេញក្រៅវាអាចប៉ះពាល់ដល់អំណាចរបស់នាងផងដែរគួរឲ្យកត់សម្គាល់ដែរថាសូម្បីតែស្ត្រីដែលមិនត្រូវបានអធិរាជជ្រើសរើសសោះក៏នៅតែត្រូវឲ្យរស់នៅក្នុងវាំងនឹងជាច្រើនឆ្នាំដែរឬក៏អាចពេញមួយជីវិតព្រោះគ្រាន់តែជាការចុះឈ្មោះថាម្នាក់នេះជាស្នំមកអញ្ចឹងនៅពេលដែលចាត់ទុកថាជាស្នំហើយគឺគ្មានសិទ្ធិចេញទៅក្រៅវាំងទៀតទេទោះបីជាអធិរាជនឹងទៅជួបឬមិនទៅជួបអីក៏ដោយហើយក្នុងចំណោមស្រីស្នំអ្នកម្នាងរាប់រយរាប់ពាន់អ្នកហ្នឹងគឺមានតែមួយចំនួនតូចប៉ុណ្ណោះដែលអាចទទួលបានឱកាសជួបអធិរាជដោយផ្ទាល់ហើយនេះក៏បង្កើតឲ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងផងដែរដោយសារតែគេមានឋានានុក្រមរបស់គេច្បាស់លាស់សម្រាប់អ្នកម្នាងវាមានមហាក្សត្រីមហាសត្យានីព្រះមហេសីស្នំអ្នកម្នាងមានស្នំឯកអីច្រើនចឹងទៅហើយការឡើងឋានៈទាំងអស់ហ្នឹងគឺវាអាស្រ័យទៅលើការពេញចិត្តរបស់អធិរាជឬក៏មួយទៀតគឺការមានបត្រាបត្រីនឹងជូនអធិរាជហើយភាពចំណានឈ្នានីសហើយនឹងកលល្បិចនៅក្នុងរាជវាំងវាទៅជារឿងធម្មតាទៅហើយអ្នកខ្លះក៏ចំណាយពេលពេញមួយជីវិតដើម្បីរងចាំឱកាសតែម្ដងគត់នៅក្នុងការជួបអធិរាជដោយសង្ឃឹមថាខ្លួននឹងបានផ្លាស់ប្ដូរជោគវាសនារបស់ខ្លួនប៉ុន្តែសម្រាប់មនុស្សភាគច្រើនគឺមិនមានឱកាសនឹងតតែសោះរហូតដល់ថ្ងៃស្លាប់ចំណុចនេះគឺខុសគ្នាទៅតាមរាជវង្សមិនមែនថាគ្រប់សម័យកាលទាំងអស់សុទ្ធតែមានច្បាប់ដូចគ្នានឹងទេនៅក្នុងរាជវង្សខ្លះដូចជារាជវង្សហានអ្នកម្នាងខ្លះត្រូវបានផ្លាស់ឲ្យទៅរស់នៅវិមានដែលឆ្ងាយពីរាជវាំងហើយនៅរាជវង្សខ្លះទៀតដូចជារាជវង្សថាងហើយនិងរាជវង្សមីងគឺអ្នកម្នាងខ្លះคล้ายទៅជាអ្នកបួសអីនៅក្នុងវត្តអារាមពុទ្ធសាសនាអីចឹងណាខណៈដែលអ្នកខ្លះទៀតក៏បន្តរស់នៅក្នុងវាំងដោយសារតែពួកគេមានបុតមានអីចឹងទៅត្រូវមើលថែបុតតែសម្រាប់ស្រីស្នំស្រីដែលអត់មានបុតអត់មានអីបន្ទាប់ពីអធិរាជស្លាប់ទៅពួកគេនឹងត្រូវបានបញ្ជូនទៅកាន់វត្តអារាមហើយអត់មានបញ្ជូនទៅផ្ទះទៅអីទេនៅក្នុងរាជវង្សឈិងក៏មានទំនៀមទម្លាប់តួខ្លួនរបស់ខ្លួនឯងផងដែរដែលអ្នកម្នាងចាស់ហ្នឹងគឺត្រូវបានរស់នៅតំបន់ជាក់លាក់មួយនៅក្នុងរាជវាំងដោយមិនអាចចាក់ចែងពីរាជវាំងបានដដែលមានករណីកម្រដែលអ្នកម្នាងទាំងនោះអនុញ្ញាតឲ្យត្រឡប់ទៅរស់នៅជាមួយគ្រួសារវិញជាធម្មតាដោយសារតែហេតុផលពិសេសដូចជាការឈឺធ្ងន់ធ្ងរឬក៏មានសិទ្ធិពិសេសអីមួយពីអធិរាជថ្មីប៉ុន្តែករណីទាំងនេះគឺកម្រកើតមានណាស់នៅក្នុងរឿងភាគចិនជាច្រើនបង្ហាញពីជីវិតរបស់ស្រីស្នំអ្នកម្នាងនៅក្នុងរាជវាំងដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ល្បិចកលដ៏ស្មុគស្មាញហើយនឹងបុគ្គលិកលក្ខណៈដែលក្លាហានលើសពីការពិតអ្វីដែលអ្នកប្រវត្តិសាស្ត្រយល់ស្របគ្នាភាគច្រើនគឺជីវិតអ្នកម្នាងជាស្ដែងគឺតឹងរ៉ឹងមានភាពឯកាយខ្លាំងដែលសារអាចចេញទៅណាបានទេក្រៅពីក្នុងវាំងខ្វះសេរីភាពជាងអ្វីដែលពួកគេនឹងបានបង្ហាញនៅក្នុងសាច់រឿងនឹងទៀតវាអាចក្នុងប្រវត្តិសាស្ត្រពិតវាអាចនៅជាងនឹងវាយ៉ាប់ជាងនឹងហើយការប្រកួតប្រជែងនៅក្នុងនយោបាយក្នុងរាជវាំងនោះគឺវាជារឿងពិតវាមិនដូចទាំងស្រុងទៅនឹងរឿងភាគដែលគេបានបង្ហាញនោះទេហើយនៅពីក្រោយភាពស្រស់ស្អាតរបស់រាជវាំងចិនហ្នឹងគឺមានរឿងរ៉ាវនៃស្ត្រីរាប់ពាន់នាក់ដែលបានលះបង់សេរីភាពរបស់ខ្លួនគ្រួសារហើយនិងជីវិតធម្មតារបស់ខ្លួនហ្នឹងដើម្បីទៅរស់នៅក្នុងពិភពមួយដែលពួកគេអាចជ្រើសរើសបានដូចជប់គុកអញ្ចឹងណាហើយអ្នកខ្លះក៏ទទួលបានអំណាចមានកិត្តិយសប៉ុន្តែភាគច្រើនគឺ
រស់នៅរហូតដល់ស្លាប់នឹងដោយគ្មានបានអីសោះសូម្បីតែជួបមុខអធិរាជតែម្ដងក៏បានជួបដែរហើយនេះគឺជារឿងរ៉ាវដែលហេតុអីបានជាស្រីស្នំទាំងនោះអត់អាចចេញក្រៅបានបើសិនបើអ្នកទាំងអស់គ្នារស់នៅសម័យនោះវិញតើអ្នកទាំងអស់គ្នានឹងជ្រើសរើសចូលវាំងទទួលបានកិត្តិយសឬក៏ជ្រើសរើសសេរីភាពកុំភ្លេចជួយ comment នៅខាងក្រោមហើយវីដេអូរបស់យើងបានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាបើចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like subscribe ហើយនិង share ម្នាក់មួយផងណាជួបគ្នានៅវីដេអូក្រោយបាយបាយ